Bạn sưu đây xông dùm điệp sốនៅក្នុងវីដេអូខ្ញុំនឹងលើកមកបង្ហាញអំពីផលិតផលថ្មីមួយរបស់ One Click Solution ដែលជាប្រភេទ web application មានឈ្មោះថា Ketik Business បានដែលជា application មួយដែលតម្រូវទៅលើការគ្រប់គ្រងអាជីវកម្មទូទៅបានហើយអាចដំណើរការបានទៅលើគ្រប់ device ទាំងអស់ដែលប្រើប្រាស់ជាមួយនឹង browser មិនថាជាទូរស័ព្ទដៃ computer ឬក៏ tablet អីទេដែលអាចដំណើរការបានជាមួយនឹង browser យើងអាចប្រើប្រាស់បានហើយបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយើងទៅមើលមុខងារសំខាន់នៅក្នុង application ថ្មីដែលយើងបានបង្កើតឡើងនេះដែលមានឈ្មោះថា Ketik នេះមានដូចជាក្នុង Ketik Business របស់យើងគឺមានមុខងារសំខាន់ដូចជាមុខងារ Product and Service ដែលយើងផ្ដោតទៅលើការគ្រប់គ្រងការបង្កើតមុខទំនិញឬក៏សេវាកម្មផ្សេងអាចថាជាប្រភេទ product អីខ្លះនៅក្នុង business នីមួយៗបាទហើយបន្តមកទៀតមុខងារ purchase តាក់ទងជាមួយនឹងការដំណើរការទិញចូលអីហ្នឹងបាទមុខងារសំខាន់មួយទៀតគឺ selling and receive បាទមុខងារចេញលក់ហើយនឹងការទទួលប្រាក់អីទូទាត់ជាមួយនឹងអតិថិជនអីជាដើមមុខងារដ៏សំខាន់មួយទៀតទី4ហ្នឹងគឺតាក់ទងជាមួយនឹងinventory control ជាមុខងារដែល control ទៅលើ stock ទំនិញហ្នឹងបាទអូខេចូលដល់ទី5គឺមុខងារ accounting and finance បាទអញ្ចឹងប្រព័ន្ធរបស់យើងមិនថាកាលនៅក្នុងចំនួន Windows application នេះគឺផ្ដោតទៅសំខាន់សារភ្ជាប់នឹងមុខងារគណនេយ្យហ្នឹងបាទអូខេចូលដល់មុខងារទី6គឺ fixed asset បាទការបង្កើត fixed asset ការរំលោះ fixed asset អីហ្នឹងគឺមាននៅក្នុងប្រព័ន្ធ version Ketik Business របស់យើងដែរបាទដែលឡែកមានមុខងារដែលជួយដល់ចាស់ជីវកម្មយើងដែរគឺមុខងារ user and privilege បាទជាការបង្កើត user សម្រាប់ឲ្យអ្នកប្រើប្រាស់ទៅតាមមុខងារមុខតំណែងទូនីតិអីចឹងហើយនឹងការកំណត់សិទ្ធិជាដើមហ្នឹងបាទហើយចុងក្រោយគឺ setting បាទអញ្ចឹងយើងនឹងចូលទៅក្នុងប្រព័ន្ធទាំងអស់គ្នាថាទៅមើលថាមានមុខងារហើយនឹងរូបរាងបែបណានៅក្នុងប្រព័ន្ធប៉ុន្តែបញ្ជាក់ខ្ញុំនឹងបង្ហាញត្រួសទេនៅវីដេអូអេពីសូតក្រោយខ្ញុំនឹង detail ទៅលើមុខងារនឹងនៅក្នុងប្រព័ន្ធបាទអញ្ចឹងនៅក្នុងប្រព័ន្ធKetik Business ថ្មីរបស់យើងនេះគឺបាទយើងចូលតាមរយៈ browser ហ្នឹងហើយយើងត្រូវតម្រូវឲ្យ user មាន user ហើយនឹង password ដើម្បី login អញ្ចឹងទៅបាទឥឡូវខ្ញុំ login មកបាទនេះជាមុខងារនៅក្នុង version បច្ចុប្បន្នបាទមានប៉ុណ្្នឹងសិនបាទអូខេឥឡូវចូលដល់មុខងារទី1ណា product and service នេះបាទអញ្ចឹងចូលមកដល់ក្នុងហ្នឹងយើងមានមុខងារសំខាន់ក្នុង product and service ហ្នឹងដូចជាការបង្កើតຂະຫນាតទំនិញបាទធម្មតាមុខទំនិញត្រូវមានຂະຫນាតសម្គាល់ឲ្យបាទដើម្បីគ្រប់គ្រងឯកតាមុខទំនិញហើយនឹងការដំណើរការកាត់ stock លក់ចេញចូលអីហ្នឹងថាលក់ចេញជាអីទិញចូលជាអីអញ្ចឹងជាដើមទៅបាទហើយមុខងារ product កន្លែងបង្កើត product ហ្នឹង set up product ហ្នឹងមានឈ្មោះអី code អីតម្លៃប្រមាណស្អីហ្នឹងបាទរូបមន្តនៃការmethod ក្នុងការកាត់កងថ្លៃដើមអីអញ្ចឹងគឺមាននៅក្នុងហ្នឹងបាទអូខេអញ្ចឹងមានកន្លែងបង្កើត category set up category product បែងចែកជាប្រភេទអីខ្លះមាន product line ដែលទីទូទៅយើងសម្គាល់ថាវាជា sub របស់ category ណាមានproduct report អីជាដើមបាទអូខេអញ្ចឹងចូលដល់មុខងារទី2គឺមុខងារ purchase បាទ purchase នេះមុខងារមួយនេះបាទអញ្ចឹងបច្ចុប្បន្នភាពនៅក្នុង version នេះយើងមានកន្លែងធ្វើ purchase បាទ purchase stock ជា service ជាអីអញ្ចឹងមកបាទនឹងរើស supplier មានអីអញ្ចឹងមករើស product មកហើយបញ្ចូល cost បញ្ចូលអីអញ្ចឹងមកបាទហ្នឹងខ្ញុំសូមបង្ហាញត្រួសហើយមានកន្លែងចូលមកទូទាត់ cash payment បាទកាលណាយើង
ធ្វើវិឆេះឲ្យយើងមានការជាពាក់ទៅលើ supplier ហ្នឹងហើយយើងអាចមកធ្វើការទូទាត់ឬ supplier ណាមួយដែលយើងចង់ទូទាត់ payment ទៅគាត់ណាបាទអូខេមានកន្លែង set up supplier បាទធម្មតាយើងមានការទិញចូលយើងត្រូវ set up supplier ហ្នឹងហើយបាទ set up supplier code name អីចឹងព័ត៌មានផ្សេងពាក់ព័ន្ធជាមួយនឹង supplier របស់យើងបាទអូខេមានព័ត៌មាន delivery address បាទយើងមានកន្លែងមុខងារបង្កើតវិឆេះ tab យើងអាចបង្កើតវិឆេះបានច្រើនវិឆេះនេះជាប្រភេទតាក់ណាន់តាក់ជាប្រភេទវិឆេះ stock វិឆេះ service អីចឹងជាដើមហើយយើងអាច set up numbering អីទៅតាមប្រភេទផ្សេងៗនឹងគ្នាបានដូចគ្នាដែរ payment type អញ្ចឹងដែរបាទនៅក្នុង flow នៃ module វិឆេះហ្នឹងគឺយើងអាច set up payment type បានច្រើនបាទនេះជា sample មាន payment ជា ABA ជាអីធនាគារអីផ្សេងអញ្ចឹងមកបានជា cash ជាអីហ្នឹងហើយនឹង link ជាមួយនឹង chat account ណាជាដើមអីចឹងទៅបាទហើយនឹងមានកន្លែងមើលរបាយការណ៍វិឆេះ report បាទយើងអាច customize report បាទចំណុចពិសេសរបស់ប្រព័ន្ធយើងគឺ customize report អីហ្នឹងទៅតាមលក្ខខណ្ឌlogic ទៅតាម business នីមួយៗហ្នឹងបាទមាន payment report បាទប្រវត្តិនៃការបង់ប្រាក់អីហ្នឹងយើងមានរបាយការណ៍ចូលទៅមើលអីចឹងបាទយើងអាចទៅមើលប្រវត្តិនៃការទូទាត់ការបង់ប្រាក់ទៅ supplier ណាខ្លះអីចឹងទៅបាទអូខេអញ្ចឹងចូលមុខងារទី3គឺ sell and receive បាទអញ្ចឹងមុខងារ sell and receive នេះគឺយើងចូលមកក្នុងផ្ទាំងដើមមកគឺនេះអញ្ចឹងបច្ចុប្បន្នភាពយើងនៅក្នុង version នេះយើងមានកន្លែងចេញ invoice ជូនអតិថិជនចូលមកដល់យើងរើស sell tab ជា sell ប្រភេទអីអញ្ចឹងណាបាទអញ្ចឹង sell ហើយនឹង purchase ដូចគ្នាយើងអាចបង្កើត tab បានច្រើនជា sell តាក់ណាំតាក់ជា sell អីអញ្ចឹងទៅបាទនេះលើថាខ្ញុំរើស wholesale អញ្ចឹងទៅយើងមានកន្លែងរើសអតិថិជនហ្នឹងមកបាទរើសអតិថិជន add ព័ត៌មាន delivery អាច add delivery ថាមាន delivery ហ្នឹងតែសម្រាប់តែម្ដងយើងមាន cache ថា one time delivery ឬក៏ delivery fix សម្រាប់ customer មួយនឹងអីចឹងហើយយើងធ្វើការ add product លក់ជូនគាត់អញ្ចឹងទៅបាទនឹងត្រួសខ្ញុំនឹងធ្វើវីដេអូលម្អិតមួយនិយាយពីការលក់អីឬក៏មុខងារសំខាន់មួយយើងមានកន្លែងមុខងារទូទាត់ប្រាក់អតិថិជនហ្នឹងបាទយើងហៅ cash receipt ហ្នឹងបាទអញ្ចឹងធម្មតាយើងចេញលក់អីភ្ញៀវគាត់មានជាពាក់មានអីអញ្ចឹងហើយអញ្ចឹងកាលណាចុះមកកាត់ទូទាត់បំណុលរបស់អតិថិជនហ្នឹងយើងមានកន្លែងមកធ្វើហ្នឹងបាទយើងរើសឈ្មោះអតិថិជនណាមួយអញ្ចឹងទៅយើងរើស receipt tab គាត់ទូទាត់ប្រាក់យើងតាមមធ្យោបាយអីចឹងយើងអាចរើសទៅបាទអូខេបាទហ្នឹងត្រួសបាទខ្ញុំនឹងលម្អិតនៅវីដេអូក្រោយទៀតដែលលម្អិតទៅលើមុខងារមួយហ្នឹងបាទនេះមុខងារបង្កើត customer ធម្មតាការលក់ដូរយើងត្រូវមាន customer ហើយដោយសារប្រព័ន្ធនេះផ្ទាំងលក់ជាផ្ទាំង wholesale បាទសូមបញ្ជាក់កន្លែងហ្នឹងដែរហើយនេះអត់ទាន់និយាយពី version POS បាទអញ្ចឹងលក់ wholesale យើងត្រូវមានបង្កើតអតិថិជនបង្កើតអីចឹងហើយបាទកើតអតិថិជនកើតអីព័ត៌មានលម្អិតអីរបស់គាត់ហ្នឹងមានទាំង detail ទាំង contact អីហ្នឹងហើយនឹង analyst ព័ត៌មានមួយចំនួនទៀតបាទអូខេមានកន្លែង set up exchange rate បាទមកចូលអត្រាប្តូរប្រាក់មានកន្លែងកំណត់ receipt type តើមាន receipt ប្រភេទអីខ្លះនៅក្នុង business នីមួយវាមិន fix ទេបាទហើយ business មួយចង់ set up chat account អី link ជាមួយនឹង tab receipt អីហ្នឹងគឺយើងអាចមានលទ្ធភាពធ្វើរឿងហ្នឹងបាទហើយ sell report របាយការណ៍លក់បាទរបាយការណ៍លក់receipt report របាយការណ៍ទូទាត់ប្រាក់ពីអតិថិជនហ្នឹងបាទប្រវត្តិក្នុងថ្ងៃហ្នឹងខែហ្នឹងreceipt ពីអតិថិជនណាខ្លះអីហ្នឹងបាទមាន receipt summary detail អីហ្នឹង report អស់ហ្នឹងគឺ
ពេលដែលនៅវីដេអូក្រោយៗខ្ញុំនឹងបង្ហាញលម្អិតបាននេះគាត់ថាត្រុសទេហើយមុខងារបន្ទាប់ទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹង inventory control បាទការគ្រប់គ្រងសន្និធិហ្នឹងក៏យើងហៅថាគ្រប់គ្រង stock ទំនិញណាបាទអញ្ចឹងចូលមកមុខងារនេះមកយើងមានដូចជាមុខងារ stock adjustment បាទការកែតម្រូវ stock អីចឹងណា stock បាក់បែកខូចខាតអីចឹង adjust កែតម្រូវអីចឹងទៅបាទ own use អីចឹងយើងអាចមកកើត adjustment type ប្រភេទហ្នឹងអីចឹងទៅ transfer stock ការផ្ទេរតំណែងពីឃ្លាំងដូចថា business ដែលមានច្រើនសាខាអញ្ចឹងចាប់ពី2ឡើងទៅត្រូវការ transfer ឬក៏ថា business ហាងតែមួយតែគេមានការបែងចែកនៅឃ្លាំងតំណែងបាទអញ្ចឹងយើងអាចធ្វើការ transfer ពីឃ្លាំងមួយទៅឃ្លាំងមួយបានបាទពីសន្និធិវាហៅមួយបាននេះមានកន្លែងមកមើល stock balance មើលអីចឹងទៅមកមើលឲ្យដឹងថា balance stock នីមួយៗហ្នឹងសល់ប្រមាណអីចឹងបាទមានកន្លែង filter មើលតាមវាហៅតាមប្រភេទ product អីផ្សេងជាដើមបាទហ្នឹងសូមលម្អិតនៅវីដេអូក្រោយមានកន្លែង set up វាហៅថា business មួយហ្នឹងសន្និធិហ្នឹងគ្រប់គ្រងមានវាហៅប្រមាណអីចឹងមាន main stock មាន stock សម្រាប់លក់រាយ stock សាខាទី1ទី2ទី3អីជាដើមហ្នឹងទៅបាទមានកន្លែងបង្កើត adjustment type transfer type អីចឹងទៅបាទប្រភេទនៃការ transfer ប្រភេទនៃការ adjustment អីមានអីខ្លះអញ្ចឹងណាបាទមានកន្លែងមើលរបាយការណ៍ inventory report បាទមើលប្រវត្តិ adjustment មើលstock balance មើលអីចឹង transfer listing អីចឹងជាដើមហើយនឹងមើលរបាយការណ៍មានរបាយការណ៍វិភាគលម្អិតពី inventory ហៅថា stock ហ្នឹងគឺអាហ្នឹងមាននៅ version បន្ទាប់ទៀតបាទអូខេអញ្ចឹងចូលដល់មុខងារទី5គឺ accounting and finance បាទជាមុខងារដ៏សំខាន់មួយដែរសម្រាប់អាជីវកម្មដែលគ្រប់គ្រងដល់កម្រិតគណនេយ្យបាទមើលរបាយការណ៍ហិរញ្ញវត្ថុអីជាដើមការកត់ត្រាធានារូបវន្តអីជាដើមបាទអូខេអញ្ចឹងយើងមានដូចជាមុខងារ chart of account បាទការមក set up chart account បាទមក classify ប្រភេទ chart account អញ្ចឹងសូមបញ្ជាក់ដែរនៅក្នុងប្រព័ន្ធ Kinetic business របស់យើងគឺយើងបានបែងចែក classify chart account ជា4 type ដូចទៅនឹងប្រព័ន្ធរបស់យើងកាលនៅ version Windows ដែរបាទមានដូចជា balance sheet creditor debtor profit and loss បាទអូខេអញ្ចឹងមានមុខងារមកចុះចំណ entry បាទនឹងត្រូវការចុះចំណាយអីផ្សេងទឹកភ្លើងចំណាយប្រាក់ខែបុគ្គលិកអីហ្នឹងគឺមកយើងមានកន្លែងមកចុះកន្លែងហ្នឹងបាទយើងមានកន្លែងមុខងារ set up channel tab ទៀតបាទអញ្ចឹងយើងអាច classify ប្រភេទ channel tab អីបានទៅតាមភាពជាក់ស្ដែងនៃ business ឬក៏ស្ថាប័នអង្គភាពអាជីវកម្មនីមួយបាទអូខេអញ្ចឹងមានមុខងារ ledger interface បាទនេះខ្ញុំនឹងលម្អិតនៅវីដេអូក្រោយមុខងារ financial report បាទ financial report របស់ Kinetic business របស់យើងមានដូចជា balance sheet general listing general listing ជាដើម income statement trial balance បាទ general ledger បាទហើយនឹងមានកន្លែងទៅ design customize report អីចឹងបាទអញ្ចឹងនៅក្នុងមុខងារទី6នេះគឺហៅថាមុខងារ fixed asset បាទអញ្ចឹងចូលដល់មកនេះមកបាទអញ្ចឹងមុខងារ fixed asset ហ្នឹងពេលចូលមកដល់គឺបច្ចុប្បន្នភាពគឺយើងមានកន្លែងធ្វើ register asset បាទយើងបង្កើត asset code ថ្មីបាទដាក់កូដដាក់អីលក្ខខណ្ឌអី link ជាមួយ account យក method ក្នុងការរំលោះអីហ្នឹងយ៉ាងម៉េចអីចឹងខ្ញុំនឹង detail នៅវគ្គក្រោយទៀតបាទអូខេហើយនឹងមានការចូលមកចុចរំលោះប្រចាំខែបាទកន្លែងចុចរំលោះបាទយើងមកធ្វើ depreciation បាទអូខេអញ្ចឹងមានប៉ុណ្ណឹង
ចូលដល់មុខងារទី7គឺមុខងារ user and privilege ជាមុខងារសម្រាប់បាទនេះចូលមកតែម្ដងបាទបង្កើត user ដើម្បីឲ្យគាត់អាច log in ហើយនឹងធ្វើការងារអីផ្សេងៗតាមការកំណត់សិទ្ធិបាទអញ្ចឹងឧទាហរណ៍ user មួយនេះដែលខាងខ្ញុំបានបង្កើតជា sample មួយអញ្ចឹងទៅបាទយើងអាចចូលទៅមើល detail អីពីព័ត៌មានដែលបង្កើត user គាត់ហើយនឹងបាទអាច edit ព័ត៌មានឈ្មោះគាត់អីបានបាទអូខេអាចលុបចេញបានបាទតែករណីអត់ទាន់មាន transaction ទេបាទបញ្ជាក់ដែរកន្លែងនេះតែមាន transaction ហ្នឹងគឺលុបអត់បានទេហើយនឹងយើងអាច add សាខាគាត់ដូចថាឧទាហរណ៍នៅនៅក្នុងជា sample របស់ខាងខ្ញុំបង្ហាញជូននេះគឺមាន global ហើយនឹង first brand អញ្ចឹងឧទាហរណ៍ខ្ញុំ assign គាត់ចូលទៅក្នុងសាខា first brand អញ្ចឹងបន្ទាប់ពី assign ហើយយើងអាចដាក់សិទ្ធិគាត់បានបាទនេះមានកន្លែង tab ដែលកំណត់សិទ្ធិអញ្ចឹងអាច assign ឲ្យគាត់មើល dashboard take យកសិទ្ធិក្នុងការធ្វើអីមួយអញ្ចឹងដូចថានៅក្នុង module invoice receipt អាច take ឲ្យគាត់អីចេញ invoice ចេញអីបានអត់ហើយនៅក្នុងហ្នឹងមានសិទ្ធិលម្អិតតូចនៅក្នុងហ្នឹងទៀតបាទក្នុងអីផ្សេងហ្នឹងគឺអាច apply គាត់ជា main អញ្ចឹងមួយហើយ detail នៅក្នុងនេះបាទអូខេអញ្ចឹងត្រួសបាទមុខងារ user and privilege បាទហើយចូលដល់ចុងក្រោយគឺគេគឺបាទ setting បាទមានកន្លែងកំណត់ព័ត៌មានសាខាបាទ set up address ព័ត៌មានជាតិអីផ្សេងកន្លែងមក set up auto number សម្រាប់ប្រភេទប្រតិបត្តិការនីមួយដូចជាបច្ចេកអីយើងធ្វើការ set up ឲ្យមាន auto number លេខហ្នឹងជាទម្រង់ក្បាលឆ្នាំខែឬក៏យ៉ាងម៉េចអីចឹងបាទលេខ adjustment លេខ sale invoice អញ្ចឹងចុះបាទអញ្ចឹងប្រភេទប្រតិបត្តិការយើងត្រូវការ set up លេខ invoice អញ្ចឹងយើងអាច set up បានបាទឧទាហរណ៍ថាអាជីវកម្មដែលចេញជា commercial invoice ជាតាក់ invoice អីចឹងដែលតម្រូវពីខាងកយុផានប៉ុណ្ដាស្តង់ដាលេខត្រូវមានក្បាលអីយ៉ាងម៉េចមានឆ្នាំខែអីអញ្ចឹងខាងក្រោយប្រហែលខ្ទង់អីអញ្ចឹងគឺយើង set up បានបាទតាមរយៈមុខងារ auto number ហ្នឹងបាទមុខងារ notification បាទកំណត់ការ load notification បាទនិងការ analysis tool បាទការវិភាគព័ត៌មានអីផ្សេងតម្រូវទៅតាមស្ថានភាព business អញ្ចឹងណាបាទនិយាយថា business ខ្លះមានការលក់ដូរវិភាគទៅតាមសាខាទៅតាមប្រភេទផលិតផលទៅតាមតំបន់អីចឹងចុះបាទអូខេអញ្ចឹងយើងមានមុខងារហ្នឹងបាទដែលជួយបានច្រើនហើយនឹងមុខងារ accounting period បាទជាកន្លែងចូលមកបិទបញ្ជីប្រចាំខែបាទធម្មតាការគ្រប់គ្រងដល់កម្រិតគណនេយ្យគឺគណនេយ្យករគាត់ត្រូវធ្វើការបិទបញ្ជីឲ្យបាទប្រចាំខែនៅពេលដែលគាត់ចប់ប្រតិបត្តិការទាំងអស់សម្រាប់ខែចាស់បាទអញ្ចឹងសូមអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតដែលនិយាយអំពីមុខងារលម្អិតមួយតាម module មួយនឹងបាទសូមអរគុណ